អីយ៉ាលោកម្ចាស់របស់នេះវាពិតជាសាហាវពេកមែនទេកុំទាន់អាស៊ូអីប្រយ័ត្នបើកទៅមុខឲ្យលឿនទៅរយន្តម៉ាក់សដែនេះពិតជាលឿនខ្លាំងណាស់ឯងប្រយ័ត្នទៅសួស្ដីអាឈឹមមិនអើយផើស្អាតរបស់ឯងរត់បានប្រហែលគីឡូមិនអាចទៅរួចទៅយើងប្រាប់ឯងហើយអាឈឹមឯងនេះមិនអាចឈ្នះជាងទេឈិនហ្វុងវាយគេស្លាប់ទៅលោកម្ចាស់ខាប់មិននឹកស្មានថាលោកមានថ្ងៃនេះដែរសោះពួកឯងមិនត្រូវធ្វើប្តីប្រាចំពោះយើងទេរឿងនេះខ្ញុំបញ្ជាដល់ផ្ទាល់បើក៏ឯងមិនខ្លាំងទៀតទៅអាលោកម្ចាស់ខាប់វីបងអាឈឹមឯងទៅកាន់សុគតិភពទៅអាចង្រៃចុះអ៊ីលោកម្ចាស់ខាំយ៉ាងម៉េចហើយតាមមើលទៅប្រហែលជាគ្រោះថ្នាក់ធំហើយជិះហ្វោយើងមិនទាន់ស្លាប់ទេវើយឯងចាំមើលយើងនឹងបំផ្លាញដាស៊ីឯងអាចោលផ្ទះខ្ទប់នេះឯងមិនទាន់ងាប់ទៀតមែនទេហ៎ឯងចាំមើលទៅគំនុំនេះយើងនឹងសងសឹកឯងគិតថាចង់សងសឹកជាមួយជើងអាកូនឆ្កែពីរនាក់នោះពិតជាសំណាងណាស់សូម្បីតែក្រកកំភ្លើងក៏បាញ់វាមិនត្រូវដែរបើទោះជាមិនស្លាប់ត្រឡប់ទៅវិញក៏ខ្មាស់គេຕົកថាបដៅវាមិនដឹងចាស់បើមិនចឹងទេចាំទូបង្គំទៅសម្លេះវាចោលតែម្ដងទៅមិនបាច់ទេពួកយើងចាំនៅទីនេះចាស់ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជារាស្ត្រនៅនគរដាស៊ីងយើងរស់នៅបានសុខទៅគឺល្អហើយបានអញ្ចឹងទូបង្គំស្ដាប់តាមបញ្ជារបស់ទ្រង់ទៅចុះចាត់ទុកថាវាសំណាងហើយប៉ុន្តែយ៉ាងណាថ្ងៃនេះក៏មានអារម្មណ៍ល្អដែរលោកបិទបឆាប់ប្រមូលកងទ័ពរបស់យើងទាំងអស់វៃលុកនគរដាស៊ីងម្នាក់ក៏មិនត្រូវទុកដែរបតអេឈិងហ្វុងការប៉ះរបស់លោកនេះពិតជាអាចឡើងភ្នំបានពិតជាអស្ចារ្យណាស់អង្គុយនៅក្នុងនេះមានអារម្មណ៍ថាសប្បាយចិត្តមិនត្រឹមតែប៉ុណ្ណោះទេអាចស្ដាប់តន្ត្រីច្រៀងខារ៉ាអូខេក៏បានដែរកុំចេះតែនិយាយផ្ដាស់វត្ថុបុរាណនេះមើលទៅគឺដូចជារបស់ឋានសួគ៌អញ្ចឹងបើព្រះអង្គមិនជឿទេចាំទូបង្គំសាកមើលឲ្យក៏បានដែរវាពិតជាល្អណាស់ព្រះអង្គត្រូវហើយអាចស្ដាប់លក្ខខណ្ឌបានទៀតនិយាយអញ្ចឹងព្រះអង្គចង់រៀនដែរទេចាំទូបង្គំជួយបង្រៀនឲ្យចេះបើកឡានខ្ញុំគិតថាខ្ញុំប្រហែលជាអាចរៀនបើកដោយខ្លួនឯងបានអញ្ចឹងចាំទូបង្គំជួយបង្រៀនឈិងហ្វុងមិននឹកស្មានថាលោកមានសមត្ថភាពដល់ម្លឹងសោះលើកនេះបើសិនជាគ្មានលោកទេខ្ញុំប្រហែលជាត្រូវវាធ្វើបាបបាត់ទៅហើយស្រីម្នាក់នោះខ្សែភ្នែកអន់ណាតែនិយាយស្រីមកស្អុយនឹងធ្វើស្អីគ្មានអីមកបៀកជាមួយនឹងព្រះនាងទេចាំម៉េចលោកគិតថាប្អូនស្រីខ្ញុំគេចិត្តងាយអញ្ចឹងហ៎កាលពីមុនណាគឺពិតជាងាយមែនប៉ុន្តែពេលនេះហាមើលទៅគឺកាន់តែសង្ហាជាងមុនអញ្ចឹងណាដែលមិនចង់បានប្រុសមានទេពកោសលបែបនេះប៉ុន្តែមិនដូចជាអ្នកខ្លះទេយប់មុនមិនដឹងធ្វើអីខ្លះទេណបើអញ្ចឹងមិនអីទេចាំបងឯងរៀបការជាមួយឈិញហ្វុងខ្ញុំក៏អញ្ចឹងដែរបើសិនជាឈិញហ្វុងមិនមើលងាយខ្ញុំទេខ្ញុំក៏រៀបការជាមួយគាត់ដែរមិនអីទេចាំបងរើថ្ងៃល្អឲ្យពួកឯងទាំងពីរចាស់មិនទាន់មករៀបការជាមួយនឹងប្រពន្ធទី1ផងចង់រៀបការប្រពន្ធទី2ធ្វើស្អីហាលោកនិយាយអីគេនឹងអូនអត់បាននិយាយស្អីទេច្រឡំមាត់អាយ៉ាព្រះអង្គមកវិញហើយព្រះអង្គមកវិញហើយជីហ្វុងឯងចាប់ការវាបានដែរទេខ្ញុំបាននិយាយហើយសំបីតែភ្នំក៏ឡើងមិនរួចផងធ្វើមិននឹងតាមគាត់តន់ទៅចំណៃរបស់វាទៅតែចាញ់ទៅហើយថែមទាំងដាច់មកដុំទៀតសុំទោសផងចាស់ពួកយើងមិនត្រឹមតែទៅលឿនជាងគាត់ទេថែមទាំងចង់សម្រាប់គាត់ទៀតលោកមន្ត្រីម្ដងនេះកូនប្រុសរបស់ខ្ញុំឈ្នះហើយអាយ៉ាលោកសេនាប្រមុខអើយកូនប្រុសរបស់លោកពិតជាអែមស្រែមមែនទេតែម្ដងពេលនេះខ្ញុំចាញ់ទៀតហើយអាយ៉ាដូចតែខ្ញុំបាននិយាយអញ្ចឹងថាកូនប្រុសរបស់ខ្ញុំវាអាចឈ្នះជាមួយនឹងលោកមន្ត្រីខាប់នោះហើយតែលោកមិនជឿដោយពូហ៊ុននិយាយថាពេលនេះអំបិលទៅហើយណាយ៉ាងណាលោកសេនាប្រមុខទទួលបានជ័យជំនះទៅហើយពាក់ព័ន្ធជាមួយនឹងអាវុធសូមលោកឲ្យកូនប្រុសរបស់លោកជួយលក់អាវុធឲ្យមកកាន់ខ្ញុំមកណាលោកនិយាយជាមួយគេដោយខ្លួនឯងទៅលើកនេះឈិញហ្វុងគេបានដឹងយូរណាស់មកហើយលោកពិតជាមានទេពកោសល្យខ្លាំងណាស់ពួកយើងគួរតែបន្តទៀតមិននឹកស្មានថាគ្រូសាឈិញពិតជាគ្រាន់បើអាយ៉ាលបងឈិញរឿងផ្ដាច់ពាក្យនោះពួកយើងមិនទាន់បានផ្ដាច់ពាក្យឯណាឥឡូវចេះតើខ្ញុំប្រគល់កូនស្រីរបស់ខ្ញុំឲ្យទៅឈិញហ្វុងវិញហេតុអីក៏លោកធ្វើបែបនេះខ្ញុំមិនអាចប្រៀបជាមួយលោកបានទេណាឈិញហ្វុងខ្ញុំក៏យល់ថានាងប្រៀបមិនបានដែរហេតុអីក៏លោកធ្វើអញ្ចឹងបាននិយាយពីទេពកោសល្យនឹងរូបរាងលោកមិនអាចប្រៀបជាមួយខ្ញុំទេខ្ញុំក៏និយាយថារូបរាងរបស់នេះមិនស្មើនឹងព្រះនាងផងលោកគិតថាព្រះនាងពេញចិត្តលោកមែនទេបើអញ្ចឹងយើងសូមប្រកាសនៅពេលនេះតែម្ដងទៅណាព្រះនាងសៀវដែលជាប្អូនរបស់យើងនេះត្រូវរៀបការជាមួយឈិញហ្វុងអាយ៉ាមានលៀបទៀតហើយឯងចាំមើលទៅយើងនឹងធ្វើឯងស្ដាយក្រោយសូមអរព្រគុណព្រះរាជាអាយ៉ាព្រះអង្គនៅសល់ពេលដែរព្រះអង្គចង់រៀនបើកបរដែរទេរៀនបើកបរអីត្រូវហើយរៀនបើកបរវាពិតជាងាយស្រួលទេអ្វីដែលសំខាន់គឺចង្កូតឲ្យតែយើងចេះគ្រប់គ្រងវាទៅបានហើយបើអញ្ចឹងខ្ញុំនឹងរៀនបើក
ណែព្រះអង្គបានតិចតិច ឈិញហ្វុងខ្ញុំមិនដឹងថាជន់មួយណាទេ ជន់ប្រាំងជន់ប្រាំងជន់ប្រាំង ឈិញហ្វុង ណែជន់ប្រាំងព្រះអង្គជន់ប្រាំង លោកព្រះ ជន់ប្រាំងទៅព្រះអង្គជន់ប្រាំងជន់ប្រាំងជន់ប្រាំងណាអើយអូយមកហេតុថ្លៃណាស់ឲ្យជន់ប្រាំងបើជាមិនចង់ជន់ប្រាំងទៅវិញ មិនអីទេខ្ញុំរៀនទៀតត្រូវតែរៀនបើកឲ្យចេះ នៅរៀនបើកទៀតខ្លួនឯង តែ ទៅ ណាហ្នឹងអង្គុយហ្នឹងឯងចាំបាច់ចេញធ្វើអី បានបើកទៅ តោងឲ្យជាប់ណាចេញហ្វុងលោកបានយកឈ្នះលោកម្ចាស់ខាត់នោះលោកបានរួមចំណែកធំណាស់តែលោកចង់បានរង្វាន់អីចង់បានមាសប្រាក់ទ្រព្យសម្បត្តិអីខ្លះខ្ញុំឲ្យលោកទាំងអស់ មិនអីទេក្រាមទូលចាំពេលទូមង្គមត្រូវការចាប់ប្រាំ វីវ៉យព្រះអង្គឥឡូវនេះមានតបបីបានចំនួន5សែនអ្នកកំពុងតែវាប្រហារក្រុងផ្សេងហើយអាយ៉ាអាចចង្រៃតបបីមកនេះពិតជាប្តីផ្ដាស់មែនព្រះអង្គទូមង្គមស្ម័គ្រចិត្តទៅប្រយុទ្ធទាំងអស់នេះគឺសិតតែជាកំហុសឈិញហ្វុងធ្វើឲ្យលោកម្ចាស់ខាប់នោះលោកខឹងព្រះអង្គសូមព្រះអង្គបញ្ជាឲ្យគេចាប់ឈិញហ្វុងយកទៅដាក់ទោសឲ្យធ្ងន់ធ្ងរទៅបញ្ជូនវាទៅនគរបីមកដាក់ទោសប្រហារជីវិត គឺជាមនុស្សដែលមានគុណធម៌ហេតុអីក៏លោកមន្ត្រីនិយាយបែបនេះទៅវិញ ការពិតអាលោកម្ចាស់ខាប់នោះចង់បំផ្លាញនគរដាស៊ីនតាំងពីយូរណាស់មកហើយមិនក៏មកបន្ទោសយើងដំបូងគាត់ចរចាជាមួយយើងគិតថានឹងទទួលបានក្តីសុខប៉ុន្តែឯងធ្វើឲ្យលោកម្ចាស់ខាប់បានខឹងព្រះអង្គសូមព្រះអង្គដាក់ទោសប្រហារជីវិតគេទៅមិនចឹងដាស៊ីនយើងច្បាស់ជាចប់ហើយព្រះអង្គបញ្ចុះអសោនិយាយត្រូវព្រះអង្គគួរតែដាក់ទោសប្រហារជីវិតជីងហ្វុងទៅ ស្រីកុំស្ដាប់តែសម្ដីគេមកខាងអសោះលោកម្ចាស់ខាត់ជាមនុស្សលោភលន់មិនយូរទេដាស៊ីងច្បាស់ជាមានបញ្ហាមិនមែនជាកំហុសរបស់ឈិញហ្វុងទេ បើតាមទទួលបង្គំដឹងឈិញហ្វុងធ្លាប់ធ្វើឲ្យលោកម្ចាស់ខាប់មានការខឹងសម្បើមដូច្នេះយើងគួរតែបញ្ជូនគាត់ឲ្យទៅកាន់នគរបៃម៉ាទៅដើម្បីចាត់ទុកជាការដាក់ទោសព្រះអង្គម្ចាស់មានតែវិធីមួយនេះទេដែលអាចជួយប្រទេសជាតិរបស់យើងបានសូមព្រះអង្គមានព្រះតម្រែសូមព្រះអង្គមានព្រះតម្រែទូបង្គំយល់ថាព្រះអង្គម្ចាស់សៅហាក់បីដូចជាខ្លាចអំណាចរបស់គេខ្លាំងណាស់ត្រូវដែរទេឈិញហ្វុងនិយាយមិនខុសទេ សំសេនាប្រមុខមឹងនិយាយបន្តទៀត តាំងពីដើមដល់ចប់ឈិញហ្វុងតែងតែរកវិធីសម្រាប់នៅក្នុងការដោះស្រាយបញ្ហានៅក្នុងនគរដាស៊ីងប៉ុន្តែព្រះអង្គម្ចាស់សៅគិតតែរកវិធីចោះញោមជាមួយនឹងទ័ពបៃម៉ាឯងនិយាយប្តីផ្ដាស់យើងខ្លាចបាត់បង់ទឹកដីទើបយើងនិយាយបែបនេះទ័ពដាស៊ីងរបស់យើងក៏មិនអន់ដែររឿងអីដែលយើងខ្លាចកងទ័ពបៃម៉ានោះចំណែកព្រះអង្គគិតតែកំណត់ប្រឆាំងត្រកូលមុងឯងគិតថាយើងនិយាយប្តីផ្ដាស់មែនទេហ៎ជាស្ដែងគឺវាអញ្ចឹងទូបង្គំបានឃើញហើយសម្បីតែការភ្នាល់ជាមួយនឹងឈិញហ្វុងព្រះអង្គក៏មិនគោរពពាក្យសម្ដីនេះបានន័យយ៉ាងម៉េចទៅ អាយ៉ាលោកប្រុសឈិញហ្វុងរបស់ទាំងអស់នេះពិតជាល្អអស់ទាស់តែម្ដងមានរបស់នេះហើយនគរដាស៊ីងយើងច្បាស់ជាល្អមិនខាននោះទេចាប់ពីពេលនេះទៅខ្ញុំស្ដាប់បញ្ជារបស់លោកជានិច្ចលោកឲ្យធ្វើអ្វីខ្ញុំធ្វើនឹងអាចគល់មឹងឯងចង់ប្រឆាំងជាមួយយើងមែនទេហ៎ទូបង្គំមិនចង់ប្រឆាំងនោះទេប៉ុន្តែទង្វើរបស់ទ្រង់កុំសាកជាមនុស្សស្រីទៅទៀតលោកម្ចាស់មឹងតែនិយាយស្អីគ្នានេះបានត្រឹមតែព្រោះតែប៉ុណ្ណោះទេឯងថាអ្នកណាជាអ្នកព្រោះព្រះអង្គវិធីសាស្ត្រតែមួយគត់គឺមានតែបញ្ជូនខ្លួនឈិញហ្វុងឲ្យទៅកាន់នគរបៃម៉ាបើមិនចឹងទេដាស៊ីងរបស់យើងមិនមានក្តីសុខនោះទេយើងបានដឹងអំពីល្បិចរបស់ទ្រង់យូរណាស់មកហើយជារំលឹកក្នុងរបស់នគរបៃម៉ាឯងថាម៉េចយើងគ្រាន់តែមានចិត្តព្រួយបារម្ភតែប៉ុណ្ណោះឯងទប់ទល់ជាមួយនឹងទ័ពបៃម៉ាយ៉ាងម៉េចទៅអ្នកដែលធ្វើសង្គ្រាមមិនមែនទ្រង់ទេគឺខ្ញុំ តើលោកមានវិធីអីដោះស្រាយជាមួយទ័ពបានអត់ ទុកពេលឲ្យទូបង្គំ2ថ្ងៃព្រះអង្គកុំជឿឈិញហ្វុងនិយាយផ្ដេសផ្ដាស់អីឈិញហ្វុងមិនអាចធ្វើរឿងទាំងអស់នេះបានទេ មិនខុសទេខ្ញុំជឿលើឈិញហ្វុងបាត់សាវនាការ